ធានបទនេះខ្ញុំចង់និយាយតាក់ទងទៅនឹងការគិតត្រូវការយល់ត្រូវបើយើងគិតអត់ត្រូវឬយើងយល់អត់ត្រូវហ្នឹងបញ្ហាជីវិតយើងគឺស្មុគស្មាញណាហុចមុននឹងទៅដល់ការគិតត្រូវយល់ត្រូវយើងនិយាយទៅលើការគិតខុសយល់ខុសអញ្ចឹងតើអ្វីជាការគិតខុសយល់ខុសការគិតខុសយល់ខុសហ្នឹងគឺបើនិយាយសាមញ្ញយល់ធ្វើឲ្យខ្លួនឯងខ្លាចជាមនុស្សដែលអត់ប្រយោជន៍ពេលខ្លះយើងភ្លេចខ្លួនណាយើងចេះតែចង់ខ្ជិលអត់ចង់ធ្វើអីយើងចង់សំណុកអីចឹងណាតែយើងអត់បានគិតថាតើអ្វីដែលយើងចង់ទាំងអស់ហ្នឹងវាធ្វើឲ្យយើងខ្លាចជាមនុស្សមានប្រយោជន៍ឬក៏មនុស្សអត់ប្រយោជន៍ទីណាក៏ដោយមនុស្សដែលមានប្រយោជន៍ត្រូវបានគេគោរពស្រឡាញ់គេរាប់អានគេឲ្យតម្លៃហើយក៏ដូចគ្នាដែរទីណាក៏ដូចទីណាដែរមនុស្សដែលអត់ប្រយោជន៍គឺពិបាកទទួលការស្រឡាញ់រាប់អានការផ្ដល់តម្លៃណាមនុស្សអត់ខុសពីអីវ៉ាន់អត់ខុសពីអីគ្រប់យ៉ាងគឺដូចគ្នានៅក្នុងធម្មជាតិរបស់របរដែលយើងប្រើប្រាស់ក្នុងកើតអត់ប្រយោជន៍ប្រៀបដូចជាសម្រាមអញ្ចឹងទុកនាំទៅចង្អៀតទេអញ្ចឹងបានគេតែងតែយកបោះចោលសោះប្រើប្រាស់អត់កើតចំណីអាហារក៏ដូចគ្នាតែញ៉ាំអត់កើតស្អុយឲ្យលួយញ៉ាំទៅមានប៉ះពាល់ដល់សុខភាពអត់ជួយធ្វើឲ្យយើងមានសុខភាពល្អអត់ធ្វើឲ្យយើងញ៉ាំឆ្អែតដោយស្រួលខ្លួនមានកន្លងទេក៏គេចោលเลยគេអត់ញ៉ាំទេអញ្ចឹងត្រឡប់មកវិញមនុស្សយើងក៏ដូចគ្នាដែរនៅពេលដែលយើងគិតខុសយើងតែងតែព្យាយាមធ្វើឲ្យខ្លួនឯងខ្លាចទៅជាមនុស្សអត់ប្រយោជន៍ដល់ពេលយើងខ្លាចជាមនុស្សអត់ប្រយោជន៍វាធ្វើឲ្យយើងនឹងមិនទទួលបានការគោរពស្រឡាញ់ការរាប់អានអញ្ចឹងយើងមានអារម្មណ៍ថាហេតុអីបានជីវិតយើងកើតមកភ័ព្វម៉េះខ្វះការគោរពខ្វះការស្រឡាញ់ធ្វើការកុំជោគជ័យអញ្ចឹងតែយើងភ្លេចគិតថាការគិតរបស់យើងនឹងមានបញ្ហាព្រោះដោយសារអីយើងតែងតែគិតវេះចង់សនុកចង់ខ្ជិលអីចឹងណាអញ្ចឹងក៏ខ្លាចទៅជាមនុស្សដែលប្រយោជន៍អញ្ចឹងការគិតត្រូវយល់ត្រូវនឹងមានន័យថាម៉េចគឺធ្វើជាមនុស្សដែលមានប្រយោជន៍មនុស្សដែលមានប្រយោជន៍នឹងមានន័យថាម៉េចគឺជាមនុស្សម្នាក់ដែលទៅដល់កន្លែងណាគឺនាំភាពចម្រុងចម្រើនកន្លែងហ្នឹងទៅដល់កន្លែងណាគឺធ្វើឲ្យកន្លែងហ្នឹងប្រសើរឡើងមានន័យថាមានវត្តមានយើងទៅដល់កន្លែងណាកន្លែងនោះគឺល្អប្រសើរអញ្ចឹងដូចមកថាបើយើងជារបស់វិញគឺរបស់ប្រើកើតបើនិយាយពីជាចំណីអាហារគឺចំណីអាហារដែលញ៉ាំហើយសុខភាពល្អឆ្អែតស្រួលខ្លួនមានកម្លាំងមិនញ៉ាំហើយរាគរូសឬអត់ស្រួលខ្លួនអីទេអញ្ចឹងមនុស្សមានប្រយោជន៍គឺអញ្ចឹងកាលណាយើងគិតទៅថាហត់ធ្វើម៉េចដើម្បីខ្លាចជាមនុស្សមានប្រយោជន៍សង្កេតមើលរាល់ថ្ងៃយើងជានរណាគេយើងជាកូនអញ្ចឹងជាកូនម្នាក់ដែលមានប្រយោជន៍ក្នុងគ្រួសារធ្វើឲ្យពុកម្ដាយយើងនឹងមិនត្រឹមតែអត់ប្របាក់ចិត្តដោយសារយើងទេតែអាចមោទនភាពដោយសារយើងទៀតជួយកិច្ចការធ្វើឲ្យគាត់មានអារម្មណ៍ធូរស្រាលផ្លូវចិត្តអញ្ចឹងទៅហើយយើងជាប្តីអញ្ចឹងនៅក្នុងគ្រួសារជាប្តីតែយើងបានបំពេញកាតព្វកិច្ចជាប្តីអត់យើងក្នុងគ្រួសារយើងនឹងមានយើងមួយនឹងតើគ្រួសារនឹងប្រសើរជាងមុនអត់ហើយយើងជាប្រពន្ធអញ្ចឹងក្នុងនាមជាប្រពន្ធក្នុងគ្រួសារនឹងតើគ្រួសារនឹងមានយើងជាប្រពន្ធនឹងស្ថានភាពគ្រួសារប្រសើរជាងមុនឬក៏លំបាកជាងមុនបើប្រសើរជាងមុនយើងជួយអីយើងធ្វើអីដែលមានប្រយោជន៍ជាងមុនអាហ្នឹងឯងដែលយើងជាមនុស្សដែលមានប្រយោជន៍តែដល់ពេលដាក់យើងទៅយើងធ្វើឲ្យគ្រួសារកាន់តែញ៉ៃញ៉ៃកាន់តែលំបាកអីអាហ្នឹងយើងអត់ប្រយោជន៍ទេមិនធំតែបានជួយអីហើយបកកបញ្ហាទៀតអញ្ចឹងត្រឡប់មកអ្វីដែលយើងត្រូវគិតហ្នឹងរាល់ថ្ងៃធ្វើម៉េចឲ្យខ្លួនឯងទៅជាមនុស្សដែលមានប្រយោជន៍ចូលទៅធ្វើការកន្លែងណាមួយគឺកន្លែងហ្នឹងមានយើងមួយប្រសើរជាងមុនការងារល្អជាងមុនរីកចម្រើនជាងមុនអញ្ចឹងទៅអញ្ចឹងផ្នែកណាមួយដែលគេជួលយើងទៅគឺយើងធ្វើឲ្យប្រសើរជាងមុនបើយើងអ្នកលក់ដូរវិញគេមកទិញយើងហ្នឹងគឺគេសប្បាយចិត្តគេចំណាយលុយហើយគេអាចបានអីវ៉ាន់បានអ្វីដែលគេចង់បានយកទៅប្រើប្រាស់ដោយភាពសប្បាយចិត្តអញ្ចឹងយើងអ្នកលក់ដែលមានប្រយោជន៍ហើយអ្នកទិញដែលមានប្រយោជន៍ហ្នឹងក៏ដូចគ្នាដែរទិញយកមកហើយត្រូវអ្នកលក់ក៏សប្បាយចិត្តមិនតែទិញគេប្រឡែងបន្លំគេអីលួចគេអីហ្នឹងអាហ្នឹងក៏យើងមិនជាមនុស្សដែលមានប្រយោជន៍ដែរអញ្ចឹងដល់ពេលយើងគ្រាន់តែយល់ពីរបៀបគិតដែលត្រឹមត្រូវមួយយើងដឹងថាយើងទៅផ្លូវណាហ្មងមុននឹងសម្រេចចិត្តធ្វើអីសួរខ្លួនឯងហ្មងថាតើអ្វីដែលយើងធ្វើហ្នឹងធ្វើឲ្យយើងខ្លាចជាមនុស្សមានប្រយោជន៍ឬក៏ធ្វើឲ្យយើងខ្លាចជាមនុស្សដែលអត់ប្រយោជន៍បើសិនជាសកម្មភាពហ្នឹងធ្វើឲ្យយើងខ្លាចជាមនុស្សដែលអត់ប្រយោជន៍មនុស្សដែលគ្មានតម្លៃឬក៏មនុស្សដែលបង្កបញ្ហាទៅក្នុងសង្គមឬក៏បង្កបញ្ហាដល់មនុស្សជុំវិញខ្លួនយើងគួរកុំធ្វើពីអីគ្រាន់តែប៉ុណ្្នឹងយើងនឹងខ្លាចជាមនុស្សម្នាក់ដែលមានប្រយោជន៍ទេហូចអាហ្នឹងឯងគេហៅថាការគិតដែលត្រឹមត្រូវហើយយល់ឃើញដែលត្រឹមត្រូវជួបគ្នាឆាប់នៅថ្ងៃទី22ខែកុម្ភៈឆ្នាំ2026ខាងមុខនេះនៅក្នុងសិក្ខាសាលាការពង្រឹងសមត្ថភាពនិងគ្រប់គ្រងហិរញ្ញវត្ថុចឹងអាសាផ្ទៀងផ្ទាត់ការគិតខ្លួនឯងនិងការយល់ឃើញខ្លួនឯងថាតើរាល់ថ្ងៃហ្នឹងមួយថ្ងៃហ្នឹងព្យាយាមគិតឲ្យខ្លួនឯងធ្វើសកម្មភាពដែលនាំកើតជាប្រយោជន៍ដែលនាំឲ្យ
មនុស្សជុំវិញខ្លួនយើងសង្គមយើងប្រសើរឡើងឬក៏ខំប្រឹងគិតធ្វើម៉េចឲ្យតែអ្វីជុំវិញខ្លួនយើងកាន់តែលំបាកកាន់តែវេទនាអានឹងអាសាប្រឌិតមើលបើសិនជាយើងគិតទៅថាអូរាល់ថ្ងៃយើងគិតមនុស្សជុំវិញខ្លួនយើងធ្វើឲ្យល្អឡើងប្រសើរឡើងចឹងទៅរស់នៅណាចេះបោះឈូតសម្អាតចឹងទៅញ៉ាំបាយចេះលាងចានចឹងទៅចេះជួយអ្វីដែលយើងអាចធ្វើទៅបានចឹងទៅព្យាយាមទៅដល់កន្លែងណាការងារព្យាយាមធ្វើឲ្យបានច្រើនចឹងទៅអានឹងឯងជាមនុស្សមានប្រយោជន៍ការនិយាយស្ដីក៏ចឹងទៀតនិយាយហាមាត់ឡើងគឺនិយាយគេសុខចិត្តនិយាយគេមានកម្លាំងចិត្តនិយាយគេកាន់លំហួតទៅមុខអានឹងមានប្រយោជន៍ទេលេងហាមាត់ឡើងជេរប្រើនិយាយមកស្ដីឲ្យអីប្រព្រឹត្តអានឹងអត់ប្រយោជន៍ទេព្រោះសម្ដីយើងនឹងមិនបានជួយអីហើយបានបង្កបញ្ហាដល់គេពិបាកទឹកចិត្តគេទៀតអញ្ចឹងអានឹងគេហៅថាអត់ប្រយោជន៍ទេអញ្ចឹងអាសាពិនិត្យមើលខ្លួនឯងមែនតែនព្រោះកាលណាយើងខ្លាចជាមនុស្សដែលមានប្រយោជន៍អ្នកណាក៏ចង់បានយើងអ្នកណាក៏ចង់ទុកយើងអ្នកណាក៏ចង់យកយើងទៅជាមួយដែរព្រោះដោយសារយើងមានប្រយោជន៍យើងយកមកគឺជាកាតាលីករជំរុញបន្ថែមគេថាជាកម្លាំងចលករមិនមែនជាបន្ទុកទេតែដល់ពេលយើងជាមនុស្សដែលបង្កបញ្ហាជាគិតខុសនោះមិនមែនជាកាតាលីករទេតែគឺជាបន្ទុកអញ្ចឹងវាធ្វើឲ្យគ្មានណាចូលចិត្តយកយើងទៅជាមួយនៅចិត្តយើងនៅក្បែរយើងទេហើយក៏គេមិនឲ្យតម្លៃយើងដែរព្រោះដោយសារនៅចិត្តយើងទៅគេវាលំបាកវេទនាយើងនាំទៅបញ្ហាដល់គេអញ្ចឹងណាចឹងកន្លែងហ្នឹងចង់ឲ្យអ្នកនេះរៀនគិតឲ្យបានត្រឹមត្រូវកាលណាយើងគិតត្រូវយើងដឹងថាយើងត្រូវធ្វើអីហើយអូខេអញ្ចឹងសូមបញ្ចប់ប៉ុណ្ណឹងសង្ឃឹមថាគំនិតនេះជួយដាស់តឿនការគិតអ្នករៀនឡើងឲ្យកាន់តែល្អប្រសើរជាងមុន